ប៉ាអាចស៊ូបានណាកូនសម្លាញ់ប៉ាមិនមែនជាមនុស្សល្បីល្បាញឬមានឋានៈខ្ពង់ខ្ពស់ទេប៉ុន្តែប៉ាអាចស៊ូបានលះបង់បានអត់ធ្មត់ព្យាយាមបានឲ្យតែកូនប៉ាបានសុខបានល្អមានអនាគតត្រចះត្រចង់ប៉ាបានចំណាយជីវិតដើម្បីសុភមង្គលនៃគ្រួសារការលះបង់របស់ប៉ាគឺជាគន្លងផ្លូវដែលប៉ាធ្វើឲ្យកូនប៉ាអាចដើរទៅរកអនាគតបានប៉ាធ្វើការខ្លាំងជារៀងរាល់ថ្ងៃដើម្បីបំពេញតម្រូវការនៃគ្រួសារខណៈពេលដែលប៉ាមិនដែលបង្ហាញភាពនឿយហត់នឿយណាយឬការតក់ស្លុតសោះឡើយភាពអត់ធ្មត់ការប្រឈមមុខនឹងឧបសគ្គនិងការព្យាយាមរបស់ប៉ាគឺជាសៀវភៅមួយដែលកូនគួររៀនសូត្រពីចំណុចល្អបានជារៀងរាល់ថ្ងៃណាកូនប៉ាបានបង្រៀនកូនអំពីតម្លៃនៃការប្រកាន់ខ្ជាប់លើក្តីស្រមៃការទទួលខុសត្រូវនិងភាពជាអ្នកដឹកនាំទោះបីប៉ាមិនមែនជាវីរៈបុរសប៉ុន្តែប៉ាមានបេះដូងដ៏រឹងមាំនិងចិត្តដ៏អស្ចារ្យសម្រាប់កូនទាំងអស់គ្នា